ចានេះគឺជាការដោតភ្លើងជាមួយនឹង IH4 កញ្ចក់បងបងជាដោតភ្លើងហើយនេះគឺ HDMI 1 HDMI 2ចឹងទៅបើចង់ដោត HDMI ហើយនោះ USB ចឹងទៅហើយនេះយើងបើកនោះយើងចុចបើកមួយទៅវាប្រកាសជា load status អញ្ចឹងមកហើយចាបងបងអញ្ចឹងពេលដែល load ចឹងហើយគឺយើងចាំរៀនបន្ទុះតែកុំភ្លេចបងបងបើកក្រោបផងចាបើអត់បើកក្រោបទេប្រកាសជាបើកចេញប៉ុណ្ណាក៏វាមិនចេញពលឺមកដែរនោះវាមកតិចតិចហើយអញ្ចឹងខ្ញុំប្រាប់ពីការសេរីនេះសេរីច្បាស់មិនច្បាស់នៅមុខហ្នឹងណានេះសេរីមកឃើញខ្ញុំចេះតែកាច់ទៅច្បាស់យើងឈប់សេរីទៅហើយក្រោយនេះគឺ zoom នេះឃើញអត់ W ហើយនឹងអក្សរអីគេនោះគឺខាងក្រោយហ្នឹងគឺ zoom អញ្ចឹងបងកាច់មក zoom ចុះ zoom ឡើង zoom បានប៉ុណ្ណាដែលបងត្រូវការថា zoom ប៉ុណ្ណឹងអូខេហើយយើងឈប់ zoom ទៅប៉ុន្តែអាហ្នឹងវា zoom បានតិចតួចទេវាមិន zoom បាន professional ហ្មងទេណាបងអញ្ចឹង professional គឺអាស្រ័យទៅលើទីតាំងគាត់ថានេះវា zoom បានតិចតួចទេអញ្ចឹងបងចង់បានធំដាក់ថយក្រោយទៅហើយមួយទៀតហើយនេះគឺជា enter អីអញ្ចឹងទៅខ្ញុំសេរីដើម្បីថាយើងចូល config ជាមួយនឹង setting projector អញ្ចឹងខ្ញុំចូលយកភាសាអង់គ្លេសអញ្ចឹងខ្ញុំចុច enter ឬក៏ OK នៅលើ tele ទៅគឺយកអង់គ្លេសបន្ទាប់មកចុច enter ទៀតចាចុច enter វាចេញបែបហ្នឹងយើងចុះមកក្រោមចុចមកក្រោមយកនេះ agree នេះចាយើងចុចយក OK លើ agree ហ្នឹងមកបន្ទាប់ពីចុច OK លើ agree ហ្នឹងហើយវាប្រកាសជាចេញបែបនេះទៀតគឺបងចុចមកក្រោមទៀតមកយកពាក្យថា allow នេះ allow នេះចាបន្ទាប់ពីយកពាក្យ allow ហើយវាចេញនេះ notify ហ្នឹងយកពាក្យ notify ហ្នឹងមកចុច next ចាបន្ទាប់ពីយើងចុច next ហើយយើងប្រកាសជាឃើញអីទៀតហើយបន្ទាប់ពីឃើញអានេះApple AirPlay ហ្នឹងយើងចុច next ទៀតមកបន្ទាប់មកបងចុច Wall Projecting next ទៀតមកចាឃើញអក្សរដូចខ្ញុំអញ្ចឹងចុច next ទៅនោះចុច next វាទៅប៉ុន្តែចុច next ហ្នឹងមើលឲ្យឃើញដូចខ្ញុំផងអូខេបើចុចឃើញដូចខ្ញុំមកចាំចុច next បន្ទាប់មកកន្លែងនេះយើងមិនបាច់ចុចអីទេយើងចុច skip វាទៅចុច skip វាហើយយើងចាំវាមកទៅវាប្រកាសជាចេញ program ដូចទៅនឹង projector បែបនេះហើយអញ្ចឹងខ្ញុំនឹងប្រាប់បន្តទៀត